តើ iPhone បានចេញលក់លើទីផ្សារដំបូងនៅឆ្នាំណាចម្លើយដែលត្រឹមត្រូវគឺចម្លើយកឆ្នាំ2007តើសរីរាង្គមួយណាដែលមិនអាចបរិច្ចាគបានចម្លើយដែលត្រឹមត្រូវគឺចម្លើយខខួរក្បាលតើសរីរាង្គមួយណាដែលគ្រប់គ្រងតុល្យភាពចម្លើយដែលត្រឹមត្រូវគឺចម្លើយកត្រចៀកតើសរីរាង្គមួយណាដែលរក្សាទុកទឹកនោមចម្លើយដែលត្រឹមត្រូវគឺចម្លើយខផ្លោកនោមតើសរីរាង្គមួយណាដែលធ្វើការមិនជប់សោះចម្លើយដែលត្រឹមត្រូវគឺចម្លើយកបេះដូងតើរាងកាយមនុស្សមានឆ្អឹងជំនីចំនួនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយខ24តើឈ្មោះពីមុនរបស់ជប៉ុនគឺអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខ Nippon តើឈ្មោះថ្មីរបស់មីយ៉ាន់ម៉ាគឺអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកភូមាតើមៀងសាសីឬមៀងសាហារសត្វគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសត្វស៊ីសាច់ជាអាហារតើតិណសីគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខសត្វស៊ីរុក្ខជាតិជាអាហារតើសត្វពាសីសត្វគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសត្វស៊ីសាច់និងរុក្ខជាតិជាអាហារតើថនិកសត្វដែលចេះហើរគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខប្រចៀវតើសត្វគោកដែលធំបំផុតគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកដំរីអាហ្វ្រិកដំរីអាហ្វ្រិកជាសត្វគោកធំបំផុតវាមានប្រវែងខ្លួនដល់ទៅ5ម៉ែត្រនិងទម្ងន់6តោនដំរីអាស៊ីមានមាឌតូចជាងវាមានប្រវែងខ្លួន3.5ម៉ែត្រនិងទម្ងន់5តោនដំរីរស់នៅជាហ្វូងដែលមានមេដំរីចាស់និងមានបទពិសោធន៍ច្រើនជាងគេជាអ្នកដឹកនាំដំរីញីឯទៀតនិងកូនដំរីឈ្មោលច្រើនរស់នៅតែឯងនិងវិលរកហ្វូងវិញដើម្បីបន្តពូជតែប៉ុណ្ណោះបន្ទាប់ពីអាយុបាន10ឆ្នាំដំរីញីអាចបង្កើតកូនបានមួយរៀងរាល់4ឆ្នាំម្ដងដំរីអាចរស់នៅបានដល់អាយុប្រហែល60ឆ្នាំជាថនិកសត្វអាយុវែងជាងគេបន្ទាប់ពីមនុស្សដំរីជាសត្វតេណាសីតើគោមានថង់ចំនួនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយខ4គោជាថនិកសត្វស្រុកចតុបាទនិងតេណាសីវាជាសត្វទំពាអៀងក្រពះរបស់វាមានថង់4ដំបូងគោទំពាអាហារញុំគឺពុំល្អិតទេរួចវាក៏លេបអាហារនោះនឹងចូលក្នុងក្រពះទី1រួចចូលទៅក្រពះទី2ដែលនៅទីនោះអាហារនឹងទន់ជ្រាយពេលសម្រាកគោរើបញ្ចេញអាហារពីក្រពះទី2មកមាត់វិញអាហារនោះក៏ត្រូវបានទំពាជាថ្មីហៅថាទំពាអៀងរួចលាបចូលទៅក្នុងពោះម្ដងទៀតលើកនេះអាហារចូលទៅក្នុងក្រពះទី3រួចចូលក្នុងក្រពះទី4ហើយក៏ត្រូវកិនរំលាយតើសត្វមួយណាឆ្លាតជាងចម្លើយដែលត្រឹមត្រូវគឺចម្លើយខជ្រូកតើសត្វមួយណាបំលាស់ទីយឺតជាង
ចម្លើយដែលត្រឹមត្រូវគឺចម្លើយកសត្វស្លូតតើវីតាមីនអ្វីដែលជួយដល់ភ្នែកចម្លើយដែលត្រឹមត្រូវគឺចម្លើយកវីតាមីន A តើភេសជ្ជៈមួយណាជួយដល់ការរំលាយអាហារចម្លើយដែលត្រឹមត្រូវគឺចម្លើយកតែបៃតងតើសត្វមួយណាដែលគ្មានធ្មេញចម្លើយដែលត្រឹមត្រូវគឺចម្លើយខអណ្ដើកតើបក្សីអ្វីដែលមានស៊ុតធំជាងគេចម្លើយដែលត្រឹមត្រូវគឺចម្លើយកអូទ្រីសតើមួយណាជាកន្លែងដែលត្រជាក់បំផុតលើភពផែនដីចម្លើយដែលត្រឹមត្រូវគឺចម្លើយខអង់តាក់ទិកតើផ្លែឈើមួយណាមានវីតាមីន C ចម្លើយដែលត្រឹមត្រូវគឺចម្លើយខក្រូចតើប្រភេទឈាមមួយណាជាប្រភេទឈាមកម្របំផុតចម្លើយដែលត្រឹមត្រូវគឺចម្លើយខអាបេដកតើប្រទេសណាដែលមានពន្ធទាបបំផុតចម្លើយដែលត្រឹមត្រូវគឺចម្លើយកអារ៉ាប់រួមតើប្រទេសណាដែលមានពន្ធខ្ពស់បំផុតចម្លើយដែលត្រឹមត្រូវគឺចម្លើយកស៊ុយអែតតើប្រទេសណាមានសេវាថែទាំសុខភាពល្អបំផុតចម្លើយដែលត្រឹមត្រូវគឺចម្លើយខស្វីសតើប្រទេសណាមានរថភ្លើងលឿនបំផុតចម្លើយដែលត្រឹមត្រូវគឺចម្លើយខជប៉ុនតើអ្នកបង្កើតសារ៉ាំងចាក់ថ្នាំមានឈ្មោះអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខ Charles Bravas តើអ្នកបង្កើតស៊ីមកាតមានឈ្មោះអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខ Jacques Endeavouren